Còn một ngọc này dương to vì video tí phí chẳng video tí bay này dương mà thơ cục là càng nghi phải kẹp mấy cục càng nghi phải kẹp nó bán dương có thơ giữa mấy cái chẳng cả là hiện tí phí dương bàn trẻ là càng nghi cục càng nghi tài bằng phải hay nâng trẻ vì là việc chập cho có tốt thơ mấy là tự scale thơ mấy là vì plong dương ad chẳng là mấy cục càng nghi chương tang để bán ôn tàu miền po miền vì sắc cha đi giả nhé nên này là nghĩa tí tăng chương tang episode mùi e chẳng tên này chương tang con calcul mà start ball của con đó tên này đây stop bằng cốm stop bằng lơ cầm ra strength ấy phần màn hùng phần màn để có đi giải chỗ thế thì chương tang tí mùi nữa đi cái này từ mấy cái con nâu tên này dương ở bàn mà dương cho một cú máu tầm thầu ba lo hay thầu thì mùi càng calcul và con chẳng hay chương tang tí phí nè chương tang tí phí nè tầng ó nắng tên này ta xây đây bà conประมาณខ្លះឲ្យសុំឲ្យគាត់ note ឲ្យឬក៏ពីជើងតាងនេះគាត់ design ប្រភេទតែសាច់ដាច់ខុសគ្នាអីសុំឲ្យគាត់បញ្ជាក់ឲ្យច្បាស់ចឹងហើយតិន័យresult design ពីបងទៅបង recommend ថាពេលដែលសុំតិន័យពី structure design កុំឲ្យគាត់ទៅសេដៃឬក៏សេលើกระดาษអីឲ្យធ្វើអញ្ចឹងនៅពេលដែលគូច្រឡំឬគាត់ប្រាប់ច្រឡំអីចឹងទៅវាធ្វើឲ្យព័ត៌មានហ្នឹងវាអត់ច្បាស់លាស់ដោយបង recommend ឲ្យគាត់ note ទៅលើការងារ model របស់គាត់ឬអីឲ្យគាត់ export មកឬក៏គាត់ note នៅក្នុងតន័យរបស់គាត់ណាមួយដើម្បីឲ្យយើងយកមកមើលទៅថ្ងៃក្រោយទៅនៅពេលដែលគាត់មកឆែកការងារយើងថាការងារគូសអត់ត្រូវសាយដៃគាត់ design អីយើងបើកអាហ្នឹងទៀងទាត់ហាញគ្នាទៅដើម្បីកុំឲ្យទៅចែកគ្នាអញ្ចឹងយើងកាត់បន្ថយចែកគ្នាអញ្ចឹងធ្វើអញ្ចឹងវាច្បាស់លាស់អញ្ចឹងបន្ទាប់ពី structure គាត់ design ហើយអស់រាល់ element ទាំងអស់តាំងពីការងារគ្រឹះការងារជើងតាងការងារកតសការងារភ្នំស្លែបចំទៅដីការងាររសជាន់នីមួយអញ្ចឹងគាត់ត្រូវ note តិន័យអនឯងទាំងអស់មក complete set ទាំងអស់ហ្នឹងដើម្បីអនឯងយកមកប្រសេសការងារគូថាវិញបានអញ្ចឹងឬក៏គាត់ design យ៉ាងយឺតបន្តិចគាត់អាច note ជាត្រួសអនឯងឥឡូវថាតាមគ្រឹះសិនតើតាមជើងតាងសិនតើតាមកតសតាមជាន់ក្រោមអីសិនមកតែអនឯងគូសការងារនឹងឲ្យអស់គាត់អាចបញ្ចប់ឥឡូវនេះទៀតអញ្ចឹងគាត់បញ្ចប់ឥឡូវមកគាត់ផ្ញើអនឯងមកគូសឲ្យអស់គាត់បានឥឡូវទៀតអាហ្នឹងករណីគម្រោងច្រើនអញ្ចឹងណាអញ្ចឹងអាចមិនបាច់ផ្ញើម្ដងទាំងអស់ក៏បានដែរអាចផ្ញើមកតាមព័ត៌មានណាដែលឯងប្រសេសការងារបានអញ្ចឹងហើយមានចំណុចណាដែលអត់ច្បាស់ទៅសួរព័ត៌មានពីគាត់ដើម្បីកុំឲ្យគូសទៅយើង error ហើយការងារគូសប្លង់អញ្ចឹងបើកន្លែងណាយើងអត់ច្បាស់យើងត្រូវសួរអ្នកណាដែលចេះជាងអញ្ចឹងណាក្នុងវីដេអូនេះខ្ញុំធ្វើមួយដើម្បីយើងមានសមត្ថភាពថាយើងធ្វើការងារហ្នឹងធ្វើបានហើយយើងអាចមានឱកាសចាប់ជាទូទៅជាអ្នកគូសប្លង់បានអញ្ចឹងណាហើយខ្ញុំគូសនេះក្នុងនេះខ្ញុំគូសក្នុងការងារ AutoCAD ទេក្នុងការងារ AutoCAD អាហ្នឹងសម្រាប់យើងគូសការងារ Typical ហើយបន្ទាប់មកបានយើងបាយពីហ្នឹងធ្វើ software វិញគេអាចគូសក្នុង Advanced Concrete សម្រាប់បងប្អូន Gen Z ឥឡូវគាត់លេងគាត់តែ Revit អញ្ចឹងហ្នឹងក៏វាល្អប្រសើរដែរតែសម្រាប់ក្រុមហ៊ុន family ធម្មតាបច្ចុប្បន្នគេប្រើតែធ្វើ Advanced ហ្នឹងធ្វើ software វិញហើយ Typical យើងធ្វើតែ AutoCAD ហ្នឹងការងារ Typical នេះមានន័យថាព័ត៌មានតែយើងអត់បានទៅបាយតិន័យដាក់ដែកដើម្បីគេកាត់ដែកបានទេបើតាមការងារ Typical នេះអ្នកដែលចេះបច្ចេកទេសយើងគ្រាន់បើដែរយកតែការងារ Typical ហ្នឹងយកមើលគ្រប់ព័ត៌មានទាំងអស់ហើយរាល់នៅការងារការដ្ឋានយើងcầnបញ្ចេញទៅលើ technical បន្ថែមទៅរវាងតដែករវាង lab រវាងអីចឹងក្នុងនេះវាមានតិន័យអស់ហើយដូចការងារជើងតាងនេះចឹងខ្ញុំមានជើងតាងទី1ជើងតាងទី2ជើងតាងទី3យើង note ឲ្យនេះច្បាស់ហើយ
តមកយើងយកមក position យើងដឹងព័ត៌មានទាំងអស់នេះដៃខាងក្រោមដៃខាងលើតន័យដៃយើងហ្នឹងយើងដឹងទាំងអស់អញ្ចឹងយើងត្រូវយកព័ត៌មានពី structure design ដើម្បីយើងជួសគូការងារនឹងបានអញ្ចឹងយើងបន្តទៅធ្វើការងារហ្នឹងអឺវីដេអូមុនខ្ញុំ click save ហើយយើងធ្វើ sample នេះមួយការងារ talent pie អញ្ចឹងវីដេអូមិនវីដេអូទី1វីដេអូទី2អញ្ចឹងខ្ញុំ copy អសចំបដីទៅសារមុនយើង click save វាលោតទៅបាត់ខ្ញុំយកមកដាក់ទីតាំងនេះខ្ញុំប្រយោគវាទៅនេះវាចំគ្នាអញ្ចឹងខ្ញុំធ្វើការលុបចោលទាំងអស់នេះលុបចោលឈ្មោះទៅសនចោលខ្ញុំធ្វើការគូសការងារជើងតាយើងព្យាយាមមើលមួយទៅកុំសារកុំអីព្យាយាមមើលមួយដើម្បីឲ្យចេះច្បាស់មកអញ្ចឹងនេះយើង copy ថ្ងៃមុនយើងមិនធ្វើការងារទីតាំងគ្រឹះឯទីតាំងគ្រឹះយើងបានទីតាំងគ្រឹះអស់ទីតាំងកន្លែងនេះពីដើមនេះម្ដើមនេះម្ដើមចឹងមកអញ្ចឹងយើងអាចយើង copy យកអានេះមកបានហើយកុំឲ្យវិញឆ្ងាយយើង copy នេះមកយើង copy ការងារគ្រឹះមកនេះមកចឹងអានេះខ្ញុំ copy គ្រឹះយកដាក់ទីតាំងការងារទីតាំងចឹងកន្លែងនេះយើងសរសេរឈ្មោះយើងសរសេរមកយើងដាក់ថាPyCap location layout Cap location layoutចឹងយើងបានប៉ុណ្ណឹងបន្ទាប់មកយើងគូសការងារជើងតាងរបស់យើងជើងតាងរបស់យើងមានគ្រឹះបាទគ្រឹះពីរដើមនិងគ្រឹះមួយដើមអញ្ចឹងគ្រឹះមួយដើមទំហំរបស់ structure design គេយកប៉ុន្មានអញ្ចឹងសម្រាប់ការងារទាំងអស់នេះខ្ញុំ design គ្រឹះមួយដើមខ្ញុំថា design មកជាប់ហ្នឹងមួយដើម7ទឹកនេះនៅក្នុងកូដគេនិយាយអាប្រវាយនេះគេនិយាយថានេះកលៀតវាហ្នឹងប្រហែលដេកែមនេះប្រហែលដេអញ្ចឹងណាកលៀតពីមកនេះគេនិយាយដែរប្រហែលដេអញ្ចឹងអានេះយកទំហំដូចរបស់ខ្ញុំនេះមកខ្ញុំ copy នេះខ្ញុំបាន
tăng mũi tăng phí tăng cử vì đờ chứng dương bàn cù càng trường tàng hay ở hỏi chứng sự nghiệp ổn bố này cứ càng như một đám càng như một đám ổn ai upset vì kem cứ mất tụi hôm bên này hết này tụi hôm mà bị tắc mất để mình cứ không cần bị tắc á chứng là dương dột bên năng mà cứ đi đám dương dột bên năng như vậy thì liệt cứ muốn nâng cao kiến tại vì video là hè chẳng có to vì dương upset mất dương phải là chương tăng đám dương phở tụm hùng chương tăng dương tay cũng vào tắc thì sẽ mẹ cứ vì đám dương phở tay cũng vào tắc con mồm mẹ sai pram đến mồm bên này ở đấy là qua miền tụm hùng chương tăng nên tụi đấy là sang sạch chớ con nốt ở dương để dương khoa lên là dương bạn mồm bên này bán thì sạch chớ còn design còn ở tụm hùng dương ở trên này đây ở dương ở trên tuần tiêu dân dân cô tụi mấy cô con nào cho bác còn mọi thì kỳ vô thơ nó cả tháng khó các bạn này hay còn đấy dân ai bờ đây tế dân chập bị đó dân người ta dân chập bị này người ta trường tàng đấy là vì dân cho xài cả tháng á dân cho đang trường tàng nó thơ thầu mùi bò sót dân chập chém nó vì dân ba đài người ta lỗi dân trong bò dân miền kịch làng gì hết dân bò nó ra bị đấy màu trường tàng được chạ hơi nó bia cũng bao tất chất phèn nhưng mà nếu bia mùi tất chất phèn được những dương ai qua gì chẳng bạn còn đi trắng lấy bia trong mùi ăn được so sẻ dương qua hành chất các bạn này thì còn đi trắng đấy dương qua chẳng các bạn này trong ăn được so sẻ thì còn đấy trong ăn so sẻ chẳng lại na để ở trong ăn so tới dương qua nó dương qua bạn chén là cái gì lơ ly nạp ly mà ly những error rồi thì tôi chính dương nhưng mà ly đến chẳng dương một đã xong call một chương tan được dương làm chậm cái này chương tan trong lại hay ở hơi chẳng dương mà đã xong call một hồi gì đấy
នេះខ្ញុំតាំងដោយតាហើយ prim 01ចុះអញ្ចឹងផ្លូវឈ្មោះសម្គាល់ជើងតាំងទំហំតិចនេះបងប្អូនអាចយកវាដិតពីមកដើម្បីយើងមើលទៅវាឃើញច្បាស់ហ្នឹងយកវាដិតពីមកនេះខ្ញុំដាក់វា120ដាក់ធំយើងទៅក៏បានដែរយើងអាចយក3នៃ scale ឬ4នៃ scale អញ្ចឹងទៅហើយយើងដាក់ឲ្យវាដិតមកយើងដាក់ឲ្យវាដិតពីមកអញ្ចឹងយើង copy អានេះមកមួយអានេះសម្រាប់ទីតាំងគ្រឹះដែលយើងវាយ9ម៉ែត្រតបាន10តោនអញ្ចឹងកន្លែងនេះយើងតាំងយើងអាចយកកម្រាស់ស្ដើងជាងនេះក៏បានដែរឬក៏យើងអាចបដូរតិន័យដែកកម្រាស់ដដែលទៅយើងបដូរតិន័យដែកអីចឹងទៅអញ្ចឹងកន្លែងនេះ structure design គាត់បដូរនេះបដូរតិន័យដែកកញ្ចែងលើអត់មានអញ្ចឹងអានេះខ្ញុំកាល់គីលដកកញ្ចែងខាងលើចោលអញ្ចឹងកន្លែងនេះយើងតាំង 1A អញ្ចឹងទៅអញ្ចឹងអានេះវា 1A ដូចគ្នាដែរអានេះ copy ខ្ញុំដាក់នេះដាក់តែ 1A នេះ 1A ដែលចោះបន្ទាប់មកគ្រឹះពីដើមយើងដាក់ថា April 2ចា2ហើយយើង copy មក copy ដាក់អានេះ copy ពីទីតាំងនេះមួយនេះគ្រឹះមួយដើមដែរគ្រឹះមួយដើមប្រវែងពី10ម៉ែត្រជើងតាំងទី1អញ្ចឹងយើងបានលម្អិត layout ជើងតាំងនឹងឲ្យអស់ហើយយើងដាក់សម្គាល់ជើងតាំងទី1ជើងតាំងទី2ជើងតាំង 1A ចឹងមកហើយបន្តមកទៀតយើងនៅតែសេសម្គាល់ឈ្មោះជើងតាំងហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំ copy ពីនេះមកខ្ញុំ copy ពីនេះមកតែបងប្អូនធ្វើដូចខ្ញុំអញ្ចឹងណាធ្វើមួយដូចខ្ញុំអញ្ចឹងកន្លែងនេះវាខ្មាស់វាបាត់ជើងតាំង 1A អញ្ចឹងកន្លែងខ្ញុំអានេះតាំង 1A វាកម្រាស់វា4ទឹកដែរទំហំវា7ទឹកដែរអានេះ2ហើយ cover វា75យើងយក cover វា75ខ្ញុំត្រីមទៅវិញណាជាងកន្លែងនេះយើងបាន note នៅក្នុងនេះអីអស់អ្នកមានន័យថាជើងតាំងយើងមានឈ្មោះមានប្រវែងមានអានេះទៅតឹងប្រវែងមាន stiffness អញ្ចឹងយើងកំណត់ស្គាល់ឲ្យច្បាស់ចឹងមកដើម្បីក្នុងមួយប្លង់ហ្នឹងមួយយើងមកមានព័ត៌មានគ្រប់គ្រាន់អញ្ចឹងណាកុំឲ្យមួយប្លង់ហ្នឹងមើលឲ្យបាត់ព័ត៌មានអស់អាឡ័យចង់មើលកម្រាស់វាទៅមើល detail អញ្ចឹងយើងមើលទៅ layout ហ្នឹងមួយយើងដឹងព័ត៌មានទាំងអស់តាំងពីទំហំជើងតាំងតាំងពីកម្រាស់តាំងពី cover ហើយបន្តមកទៀតបងប្អូនត្រង់នេះយើងត្រូវសម្គាល់ឲ្យច្បាស់ដែរតែជើងតាំងដែលគាត់កាល់គីលហ្នឹង
strength របស់ជើងតាំងហ្នឹងកម្លាំងប៉ុន្មាន25 30ឬ35អ្នកខ្លះគាត់អាច design ដូចការងារជើងតាំងការងារកសគាត់អាចប្រើ strength ផ្សេងហ្នឹងទៅចាប់ពីជាប់ទៅដីមានធ្នឹមមានសសរ slab អីទៅលើទៅគាត់ដូរ strength អីចឹងទៅតែសម្រាប់នេះផ្ទះនេះត្រឹមវិឡាធម្មតានេះខ្ញុំកាល់គិល strength 35ទាំងអស់តាំងពីជើងតាំងតាំងកសតាំងពីធ្នឹម slab កដៅអីខ្ញុំយក30ទាំងអស់ហើយមានន័យថា strength 30 MPa ហ្នឹងគឺវា28ថ្ងៃអញ្ចឹងហើយសម្រាប់ដែកយើង3ឲ្យកៅដែកកៅហ្នឹងប្រភេទដែកមេតាំងពី10លី14 16 20ហ្នឹងប៉ុន្តែក្នុងគម្រោងនេះយើងកាល់គីលដែកមានតែ16លីតែកងយើងប្រើ8លីនិងដែក10លីជាងដែកយើងមាន13ប្រភេទទេបងប្អូនគូសប្លង់ត្រូវដឹងនៅពេលដែលយើងគូសដែកក្នុងមួយគម្រោងនោះមួយមានដែកច្រើនប្រភេទពេកយើងត្រូវប្រយ័ត្នគូសទៅមិនកុំឲ្យច្រឡំជាអ្នកខ្លះក្នុងគម្រោងមួយអាច design ដែកមានដែកកងថា8លីតមកដែកមេមានប្រហែលមាន10 12 14 16អញ្ចឹងមកអញ្ចឹងកន្លែងនេះយើងគូសប្លង់យើងត្រូវមើលច្បាស់ប៉ុន្តែអ្នក design ខ្លះគាត់អត់ចង់ឲ្យគម្រោងនោះស្មុគស្មាញទេគាត់ព្យាយាមអាសាមព្យាយាមគិតចារណាទៅម៉េចគម្រោងហ្នឹងកុំឲ្យមានដែកច្រើនប្រភេទពេកកុំឲ្យច្រឡំអញ្ចឹងណាច្រឡំដល់ពេលរៀបដែកឲ្យអស់ឬឡើងវិញវាពិបាកអញ្ចឹងយើងគូសបានព័ត៌មានប៉ុណ្ណេះហើយអញ្ចឹងយើងសាក់ទៅចាប់ទៅកន្ទោះមកនៅលើនេះដែរយើងចាប់យកកន្ទោះមកយើងនិយាយថាវាស្អាតហើយវាទៅវាពេញផ្នែកហ្នឹងអញ្ចឹងក្នុងការចាប់យកកន្ទោះដូចខ្ញុំប្រាប់វីដេអូមុនអញ្ចឹងយើងធ្វើម៉េចមានន័យថាប្លង់របស់យើងនេះយើងសាក់1ឡក្នុងកន្ទោះយើងសិនដើម្បីយើងរក scale អញ្ចឹងណារក scale ធ្វើម៉េចឲ្យវាសមមួយប្លង់យើងកុំឲ្យវាធំទូចអញ្ចឹងណាអា scale ហ្នឹងគេហៅ standard drawing កំណត់ standard របស់យើងកុំឲ្យការងាររបស់យើងគឺក្នុង scale 50ទំហំអក្សរអានេះប៉ុណ្ណេះដៃមិនសិនប៉ុណ្ណោះខុស scale វិញហ្នឹងមើលទៅប្លង់យើងវាគូសដូចក្មេងលេងអញ្ចឹងយើងគូសទៅនេះប្លង់យើងគូសមកឲ្យស្អាតយើង review មើលមានអីទាស់ចិត្តទេដល់មកយើងសាក់ plot ចេញមួយមកយើងសាក់ plot ចេញមួយមកវាអែមប៉ុណ្ណាដែរយើងមាន plot ចេញមកយើងនិយាយថាយើងទទួលយកបានណាប្លង់ប៉ុណ្ណឹងក្នុងការងារជើងតាំងមួយយើងគូសលម្អិតយ៉ាងច្បាស់បញ្ជាក់ទាំងអស់ក្នុងជើងតាំងហ្នឹងយើងមានព័ត៌មានគ្រប់គ្រាន់ទាំងអស់អញ្ចឹងសម្រាប់ដល់វីដេអូទី3នេះបងប្អូនទាំងអស់គ្នាមានសមត្ថភាពខ្លាំងមែនតើយើងចេះគូសការងារlayout ជើងតាំងមួយច្បាស់លាស់ហើយអញ្ចឹងយើងព្យាយាមធ្វើម៉េចមើលមួយកុំព្យាយាមនេះពេកយើងមើលមួយទៅហើយសម្រាប់អ្នកដែលគាត់ចេះខ្លះហើយគាត់មើលទៅគាត់ពេញបន្ថែមចំណុចខ្វះខាតរបស់គាត់ចឹងព្យាយាមមើលទៅធ្វើម៉េចឲ្យយើង start ចឹងវីដេអូមុនយើងចេះលើការងារគូសទៅលើទីតាំងគ្រឹះហើយអញ្ចឹងវីដេអូនេះយើងចេះលើការងារគូសជើងតាំងមួយទៀតហ្នឹងអញ្ចឹងវីដេអូបន្ទាប់ចាំយើងធ្វើការ detail ទៅលើជើងតាំងហ្នឹងមានន័យថាយើងយកជើងតាំងទី1ជើងតាំង 1A នេះជើងតាំងទី2យើងយកមកគូសធ្វើការលម្អិតនៅនេះទាំងអស់ចឹងដល់ពេលយើងគូសហើយយើងកុំភ្លេច save តែយើងគូសហើយយើងអត់ save យ៉ាប់គូសឡើងវិញខ្ញុំមកនិយាយលេងតែយើងក្នុងនេះយើងអាចដាក់ save auto ទៅយើង save ថាបានទីយើង save ម្ដងយើងចូល option នេះចូល option នេះយើងចូលមើលខ្ញុំ
យើងកំណត់ថាម៉ានទីយើងសេវម្ដងអញ្ចឹងនេះត្រង់នេះយើងដាក់សេវអូតូហើយកន្លែងហ្នឹងកន្លែងហ្នឹងសំខាន់ដែរកុំឲ្យយើងគូការងារពីសារកន្លែងនេះយើងថា5នាទីសេវម្ដងឬក៏2 3នាទីអញ្ចឹងណាប៉ុន្តែក្នុងសេវនោះក៏នេះដែរពេលដែលយើងគូការងារគូយ៉ាថាយើងភ័ណ្ឌឬក៏ copy មកជាន់ដូចគ្នាច្រើននោះវាសេវហើយយើង control set ឲ្យវា back វិញវាអត់ស្គាល់អត់នេះដែរទេហើយចំណុចហ្នឹងក៏វាមានបញ្ហាក៏វាមានចំណុចល្អដែរខ្ញុំដាក់10នាទីសេវម្ដងអូតូខ្លួនវាចាតែម្សិលមិញយើងវាអត់សេវឲ្យចឹងវីដេអូនេះបងធ្វើការបញ្ចប់ត្រឹមប៉ុណ្្នឹងហើយសម្រាប់សំណួរមានសំណួរត្រង់ណាឬក៏អត់ច្បាស់ត្រង់ណាអាចតំណងខ្ញុំផ្ទាល់ឬក៏ comment ក្នុងហ្នឹងខ្ញុំចូលឆ្លើយចឹងដើម្បីឲ្យបងប្អូនជាវិស្វករខ្មែរអរគ្នាមានសមត្ថភាពកុំឲ្យពីមើលងាយយើងចឹងណាយើងប្រឹងសមត្ថភាពឲ្យខ្លាំងជាវិស្វករមួយខ្លាំងអរគុណចឹងវីដេអូនេះបញ្ចប់ត្រឹមប៉ុណ្្នឹង